សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ថ្មីសម្រាប់ការវិលត្រឡប់មកកាន់ Channel លោកតាធីសាយថ្មីបាទហើយវីដេអូថ្ងៃនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើត Apple ID បាទយើងបង្កើតទៅគឺវាមានបញ្ហាអញ្ចឹងខ្ញុំមកប្រាប់ពីរបៀបដោះស្រាយបញ្ហាដែលយើងបង្កើត Apple ID អត់បានហ្នឹងបាទអញ្ចឹងបងប្អូនមើលជាក់ស្ដែងនៅក្នុងទូរស័ព្ទដៃខ្ញុំនេះគឺជាទូរស័ព្ទដៃ iPhone 11បាទ version 17.6.1ចឹងវាមិនមែនជា version ចុងក្រោយសម្រាប់ទូរស័ព្ទដៃមួយនេះទេចឹងពេលដែលយើងបង្កើត Apple ID ទៅវាអាចនឹងមានបញ្ហាបង្កើតអត់បាន error អីមួយចឹងទៅប៉ុន្តែបងប្អូនមិនបាច់ភ័យទេគឺខ្ញុំនឹងមកប្រាប់បងប្អូនទាំងអស់គ្នាពីរបៀបដោះស្រាយបញ្ហាហ្នឹងហើយចឹងដើម្បីឲ្យយើងកាន់តែច្បាស់បងប្អូនចុចពាក្យ sign in your Apple ID ហ្នឹងមកបាទហើយយើងចុចពាក្យ I don't have an Apple ID នៅខាងក្រោមនេះបាទយើងធ្វើការចុចវាមកហើយសម្រាប់កន្លែងនេះជាកន្លែងដែលយើងដាក់ឈ្មោះរបស់យើងចឹងបងប្អូនធ្វើការដាក់ឈ្មោះរបស់បងប្អូនមកហើយអធិស្ឋានបងប្អូនទាំងអស់គ្នាផងបើសិនជាស្ដាប់ទៅរៀងកងួរដោយសារខ្ញុំទៅងើបពីឈឺផងហើយណាមួយវាផ្ដាសាយមកទៀតចឹងសំឡេងខ្ញុំវារៀងកងួរបន្តិចហើយបាទចឹងយើងធ្វើការវាយឈ្មោះរបស់យើងមកបាទហើយដោយសារទូរស័ព្ទនេះរបស់ភ្ញៀវគាត់ធ្លាប់ដូរអេក្រង់ចឹងពេលចុចទៅវាអាចចេញនេះចេញនោះអញ្ចឹងណាអញ្ចឹងបានវារៀងមានបញ្ហាបន្តិចហើយសម្រាប់ខាងក្រោមនេះជាកន្លែងដែលយើងដាក់ថ្ងៃខែឆ្នាំកំណើតរបស់យើងណាអញ្ចឹងយើងធ្វើការដាក់ថ្ងៃខែឆ្នាំកំណើតរបស់យើងទៅខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាដាក់ថ្ងៃខែឆ្នាំកំណើតពិតបាទយើងចុចកន្លែងខ្ញុំគូសនេះមកដើម្បីយើងដូរឆ្នាំរបស់វាយើងរើសឆ្នាំរបស់យើងមកបាទអូខេបន្ទាប់មកយើងរើសខែហើយយើងចុចពាក្យ continue មកបាទអូខេយើងចុចកន្លែងហ្នឹងមកយើងរងចាំវាបន្តិចមកដល់ត្រង់នេះបើសិនជាបងប្អូនអត់ទាន់មាន email ទេបងប្អូនចុចខាងក្រោមប៉ុន្តែបើសិនជាបងប្អូនមាន account Gmail មួយហើយយើងអាចវាយវានៅខាងលើនឹងបានបាទអញ្ចឹងបើយើងអត់មានចុចខាងក្រោមនេះមកបាទយើងធ្វើការចុចលើវាបន្ទាប់មកវាចេញបែបនេះបងប្អូនយកឲ្យលើអាឡែ software ជាងគេនេះបាទហើយមកដល់ត្រង់នេះវានឹងឲ្យយើងដាក់ account iCloud មួយអញ្ចឹងបងប្អូនធ្វើការវាយ account មួយមកបាទអញ្ចឹងខ្ញុំធ្វើការវាយហើយដូចកន្លែងនេះអញ្ចឹងគឺដោយសារខ្ញុំចុចអក្សរនេះទៅវាចេញអក្សរនោះអញ្ចឹងវាលោតចុះលោតឡើងដោយសារអេក្រង់ក៏ធ្លាប់ដូរអញ្ចឹងវាពិបាកចុចបន្តិចកន្លែងនេះអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់បាទយើងធ្វើការដាក់ឈ្មោះរបស់យើងឲ្យហើយអញ្ចឹងមកបន្ទាប់ពីយើងដាក់ឈ្មោះរបស់យើងហើយអស់យើងអាចធ្វើការចុចពាក្យ continue នៅខាងក្រោមនេះបានបាទអញ្ចឹងខ្ញុំធ្វើការវាយឲ្យហើយសិនអូខេបន្ទាប់មកយើងចុចពាក្យ continue មកបាទនៅពេលដែលយើងចុចពាក្យ continue វាចេញបែបនេះយើងចុចពាក្យ create email address បាទយើងធ្វើការចុចវាមកសម្រាប់កន្លែងនេះជាកន្លែងដែលយើងត្រូវដាក់លេខកូដណាអញ្ចឹងលេខកូដហ្នឹងបងប្អូនអាចដាក់មានអក្សរតូចអក្សរធំបាទអធ្យាស្រ័យផងដំបូងយើងដាក់អក្សរធំបន្ទាប់មកយើងដាក់អក្សរតូចហើយយើងដាក់ជាលេខទូរស័ព្ទរបស់យើងក៏បានឬក៏យើងចង់ដាក់លេខអីក៏បានដែរសម្រាប់កន្លែងហ្នឹងណាអញ្ចឹងបងប្អូនដាក់មិនក៏ដោយឲ្យតែមានអក្សរធំអក្សរតូចមានលេខហើយបើសិនជាបងប្អូនចង់ឲ្យវាសុវត្ថិភាពកាន់តែខ្ពស់ទៀតមានសញ្ញាទ្រង់ជ្រូកសញ្ញាផ្កាយអីអញ្ចឹងតាមចំណង់ចំណូលចិត្តរបស់បងប្អូនទៅតែសំខាន់នៅពេលដែលបងប្អូនដាក់គឺត្រូវតែចាំខ្លួនឯងណាបើយើងភ្លេចអានឹងគឺវាហានិភ័យខ្ពស់ហើយដោយសារនៅពេលដែលយើងបង្កើតទៅវាអាចនឹងលោតជាប់ iCloud ហើយកន្លែងហ្នឹងតែបើយើងចាំលេខកូដយើងអាចsign out ចេញពី iCloud បានទេកន្លែងហ្នឹងហ៎អញ្ចឹងបងប្អូនត្រូវធ្វើការចាំលេខកូដរបស់បងប្អូនបាទអញ្ចឹងយើងដាក់ឲ្យលើហ្មងអាខាងក្រោមគឺយើងដាក់ប៉ុណ្ណឹងដូចគ្នាមកបាទគឺយើងធ្វើការដាក់ឲ្យដូចគ្នាបើយើងដាក់ខុសគ្នាក៏យើងចុចអត់បានដែរពេលយើងដាក់ហើយយើងចុចពាក្យ continue មកបាទអូខេបងប្អូនចុចពាក្យ continue មកកន្លែងនេះប្រហែលជាខ្ញុំអាចទៅសេខុសគ្នាបន្តិចដោយសារដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងទូរស័ព្ទនេះវាចុចខាងនេះវាចេញខាងនោះអញ្ចឹងទៅឥឡូវខ្ញុំចុចពាក្យ continue ម្ដងទៀតបាទមកដល់ត្រង់នេះគឺជាកន្លែងដែលយើងដាក់លេខទូរស័ព្ទរបស់យើងអញ្ចឹងបងប្អូនធ្វើការវាយលេខទូរស័ព្ទរបស់បងប្អូនចូលមកហើយសម្រាប់ទូរស័ព្ទភាគច្រើនឲ្យតែពេលដែលយើងបង្កើតឲ្យវាឲ្យវាយលេខខ្លួនឯងចេះគឺបង្កើតកន្លែងហ្នឹងបង្កើតអត់បានទេអញ្ចឹងបងប្អូនចាំមើល
ពេលដែលយើងចុចពាក្យ continue ទៅវា load បែបនេះនេះ cool not correct ហ្នឹងណាអញ្ចឹងបើសិនជាពេលយើងបង្កើតហើយវា load លេខឲ្យយើងអូតូនៅលើនឹងហ្មងគឺយើងអាចបង្កើតបានហើយប៉ុន្តែបើសិនជាវាឲ្យយើងវាយលេខទូរស័ព្ទខ្លួនឯងចេះគឺយើងអាចបង្កើតបានទេអញ្ចឹងខ្ញុំនឹងរើស option ឲ្យបងប្អូនមើលមួយបាទខ្ញុំរើស option មួយណាក៏វាអត់ឲ្យដែរបាទខ្ញុំយក text message យកពាក្យ phone call អីហ្នឹងគឺអត់បានទេបងប្អូនយើងមើលជាក់ស្ដែងតាមហ្នឹងទៅហើយបងប្អូនយើងច្រើនក៏ជួបបញ្ហាហ្នឹងដូចរបស់ខ្ញុំនេះដែរប៉ុន្តែបងប្អូនមិនបាច់ភ័យទេគឺយើងមានដំណោះស្រាយយើងអាចដោះស្រាយវាបានទេកន្លែងនេះហើយដើម្បីឲ្យអស់ចិត្តខ្ញុំនឹងសាកធ្វើការបដូរលេខទូរស័ព្ទឲ្យបងប្អូនយើងមើលអញ្ចឹងណាកុំឲ្យមានការសង្ស័យបាទអញ្ចឹងខ្ញុំធ្វើការលុបលេខ0ចោលមួយខ្ញុំដាក់តែ10ទៅទេចាំមើលវាឲ្យអត់អញ្ចឹងកន្លែងនេះគឺខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាឲ្យរៀងលម្អិតបន្តិចដើម្បីឲ្យបងប្អូនទាំងអស់គ្នាយល់បាទឥឡូវខ្ញុំដកលេខ0ចេញហើយបាទនៅតែអត់ទៀតខ្ញុំធ្វើការបដូរលេខទូរស័ព្ទចាំមើលតើយើងបដូរលេខទូរស័ព្ទវាឲ្យអត់ពេលដែលខ្ញុំបដូរលេខទូរស័ព្ទក៏វាអត់ឲ្យដែរបាទអញ្ចឹងបងប្អូនយើងឃើញហើយបញ្ហាកន្លែងហ្នឹងគឺវាអត់ឲ្យយើងទេវានៅតែ load បែបហ្នឹងដដែលអញ្ចឹងដើម្បីយើងអាចបង្កើតវាបានគឺជំហានដំបូងគឺបងប្អូនត្រូវចូលមកកាន់ mail របស់វាបាទដើម្បីយើងបង្កើត Gmail មួយបាទយើងចូលមកកាន់ mail ហ្នឹងមកបន្ទាប់មកយើងរើសយកពាក្យ Google បាទយើងរើស Google ហើយយើងទៅធ្វើការបង្កើត Gmail account មួយបាទអញ្ចឹងកន្លែងនេះបងប្អូនយកអាក្រមមកយើងយក create account បាទហើយសម្រាប់កន្លែងនេះជាកន្លែងដែលយើងដាក់ឈ្មោះអញ្ចឹងបងប្អូនធ្វើការដាក់ឈ្មោះរបស់បងប្អូនមកអញ្ចឹងកន្លែងនេះមិនមែនជាកន្លែងបង្កើត Apple ID ទេជាកន្លែងដែលយើងបង្កើត email បង្កើត Gmail បង្កើត account Google ហ្នឹងណាអញ្ចឹងបងប្អូនធ្វើការវាយឈ្មោះរបស់បងប្អូនចូលមកបាទបន្ទាប់ពីបងប្អូនវាយឈ្មោះរបស់បងប្អូនចូលហើយបងប្អូនអាចផ្ទៀងផ្ទាត់មើលបានហើយយើងចុចពាក្យ next ទៅមកដល់ត្រង់នេះជាកន្លែងដែលយើងដាក់ថ្ងៃខែឆ្នាំកំណើតបាទអញ្ចឹងយើងដាក់ថ្ងៃខែឆ្នាំកំណើតរបស់យើងមកហើយអាខាងក្រោមជាកន្លែងដែលយើងដាក់ page បាទបន្ទាប់មកយើងចុចពាក្យ next ទៀតមកបាទអូខេមកដល់ត្រង់នេះគឺយើងធ្វើការដាក់ email របស់យើងចូលបាទយើងបង្កើតឈ្មោះ email របស់យើងណាអញ្ចឹងបងប្អូនត្រូវបង្កើតឈ្មោះ email របស់បងប្អូនមួយបាទអូខេដូចខ្ញុំកន្លែងនេះគឺខ្ញុំបង្កើតឈ្មោះ email មួយហើយអញ្ចឹងបើយើងដាក់ឈ្មោះយើងទៅវារៀងខ្លីពេកបងប្អូនអាចធ្វើការថែមលេខបាទយើងថែមលេខ4 5ខ្ទង់ទៅដើម្បីកុំឲ្យជន់ឈ្មោះគេអូខេបន្ទាប់មកយើងចុចពាក្យ next ទៀតមកដល់ត្រង់នេះជាកន្លែងដែលយើងត្រូវដាក់ password បាទអញ្ចឹងបងប្អូនធ្វើការដាក់មកមានអក្សរតូចអក្សរធំមានលេខមានអីហ្នឹងបាទយើងធ្វើការដាក់ម៉ានដាក់ទៅសំខាន់ឲ្យតែចាំខ្លួនឯងបាទអញ្ចឹងខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតកន្លែងហ្នឹងបងប្អូនដាក់ត្រូវតែចាំខ្លួនឯង password ហ្នឹងហើយសម្រាប់អាខាងក្រោមនេះគឺយើងដាក់ឲ្យដូចអាខាងលើហ្នឹងអញ្ចឹងបាទខាងលើយើងដាក់ម៉ានអាខាងក្រោមគឺយើងដាក់ប៉ុណ្ណឹងដូចគ្នាអូខេយើងដាក់ឲ្យដូចគ្នាអញ្ចឹងមកបន្ទាប់មកយើងចុចពាក្យ next ទៀតមកបាទយើងធ្វើការរងចាំវាបន្តិចមកដល់ត្រង់នេះវានឹងឲ្យយើងដាក់លេខទូរស័ព្ទមួយអញ្ចឹងបងប្អូនធ្វើការដាក់លេខទូរស័ព្ទរបស់បងប្អូនចូលមកអូខេលេខដែលយើងកំពុងប្រើហ្នឹងដើម្បីយើងទទួលលេខកូដវាយើងចុចពាក្យ next មកកន្លែងនេះវានឹងផ្ញើសារលេខកូដឲ្យយើងហើយបងប្អូនឃើញលេខកូដមកបែបនេះហើយបងប្អូនកន្លែងនេះយើងចុច delete after use ក៏បាន set up later and setting ក៏បានកន្លែងនេះយើងយកពាក្យ skip មកបាទយើងយក skip អញ្ចឹងមកអូខេយើងចុចពាក្យ next បាទបន្ទាប់មកយើងយកពាក្យ I agree ហើយរងចាំវាបន្តិចទៀតអូខេកន្លែងនេះវានេះបន្តិចយើងយកពាក្យ continue ទៀតមកបាទអញ្ចឹងកន្លែងនេះវាលឿនបន្តិចហើយបាទហើយបងប្អូនអូសមកក្រោមមកចុចពាក្យ continue បាទតែប៉ុណ្្នឹងគឺបានជោគជ័យហើយបាទបងប្អូនអាចសាកចុចលើពាក្យ Google បានបាទចុចទៅឥឡូវវា slow ពេកខ្ញុំធ្វើការភ្ជាប់ Wi-Fi សិនដើម្បីឲ្យការបង្កើតរបស់យើងវាមានសន្ទុះលឿនជាងមុនណាដោយសារយើងប្រើ Wi-Fi ទៅវាដើរលឿនជាងអ៊ីនធឺណិតព្រោះអ៊ីនធឺណិតវា slow ពេកអញ្ចឹងខ្ញុំសូមធ្វើការភ្ជាប់ Wi-Fi សិនបាទអូខេចាំតិចមក
បាទឥឡូវ Wi-Fi យើងជាប់ហើយយើងចូលមកកាន់កន្លែង mail របស់យើងវិញយើងធ្វើការដាក់ email របស់យើងម្ដងទៀតបាទបងប្អូនធ្វើការវាយ email របស់បងប្អូនចូលមកបាទកន្លែងនេះគឺខ្ញុំទៅសេខុសទៀតហើយបាទដោយសារ keyboard វាខ្ញុំចុច O វាចេញ I ខ្ញុំធ្វើការលុបចេញបាទខ្ញុំចុច O វាចេញ I ទៀតហើយអូខេអញ្ចឹងវាយូរបន្តិចកន្លែងនេះយើងធ្វើការវាយវាឡើងវិញមកអូខេខ្ញុំ copy វាមួយបន្ទាប់មកខ្ញុំចុចពាក្យ next បាទខ្ញុំចុចពាក្យ next មកហើយមកដល់ត្រង់នេះយើងធ្វើការវាយ password email របស់យើងចូលមកបាទយើងវាយមក password ដែលយើងបានដាក់ហ្នឹងអូខេចាំបន្តិចមកបាទហើយយើងចុចពាក្យ next អូខេមកដល់ត្រង់នេះបងប្អូន select all មកហើយយើងចុចពាក្យ continue ហើយចុច setting មួយមកបាទហើយយើងបើកកន្លែង mail នេះមួយចុច login បាទហើយយើងចូលមកដល់ត្រង់នេះចុច next ទៀតមកហើយវាឲ្យយើងដាក់លេខកូដទៀតហើយបាទអញ្ចឹងកន្លែងហ្នឹងបញ្ជាក់លេខកូដរៀងច្រើនសារដែរជិះបងប្អូនធ្វើតាមខ្ញុំមកបាទមួយមកបងប្អូនកុំព្យាយាមផ្សារវាបើសិនជាបងប្អូនផ្សារវាអាចមានបញ្ហាអញ្ចឹងណាបាទឥឡូវយើងចុចថយវិញមកយើងវាឃើញមាន Gmail ហើយបាទយើងថយវាអស់មកហើយយើងធ្វើការបើក mail របស់យើងវិញឥឡូវពេលដែលយើងបើក mail មកគឺវាឲ្យយើង sign in ដដែលអញ្ចឹងយើងមិនបាច់ខ្វល់មួយវាទេយើងទុកវាមួយ like សិនយើងចូលមកកាន់ App Store របស់យើងបាទយើងបើកមកកាន់ App Store របស់យើងមកហើយបងប្អូនចុចលើរូបមនុស្សនៅផ្នែកខាងលើបាទគៀនខាងស្ដាំហ្នឹងបន្ទាប់មកបងប្អូននឹងឃើញគេដាក់ពាក្យថា create new Apple ID បាទយើងចុចលើហ្នឹងមកបន្ទាប់ពីយើងចុចលើហ្នឹងយើងរងចាំវាបន្តិចបាទយើងចាំវាបន្តិចមកវាចាប់ផ្ដើមដំណើរការយើងហើយបាទមកដល់ត្រង់នេះខាងលើគេយើងធ្វើការវាយ email ដែលយើងបង្កើតមិញចូលមកបាទបងប្អូនធ្វើការវាយ email បងប្អូនចូលមកអញ្ចឹងខ្ញុំមិញបាន copy វាហើយខ្ញុំគ្រាន់តែផាវាចូលមកខ្ញុំវាយ add Gmail បន្ថែមមកគឺជាការស្រេចហើយសម្រាប់ខាងក្រោមគឺជាកន្លែងដែលយើងដាក់ password អញ្ចឹងបងប្អូនធ្វើការដាក់ password ឲ្យដូច Gmail របស់បងប្អូនក៏បានដែរឬក៏បងប្អូនចង់បង្កើត password ថ្មីក៏បានដែរប៉ុន្តែត្រូវតែមានអក្សរធំអក្សរតូចមានលេខបាទអញ្ចឹងបងប្អូនធ្វើការវាយតាមខ្ញុំនឹងមកបាទហើយខាងក្រោមគឺយើងដាក់ឲ្យដូចខាងលើអញ្ចឹងបើសិនជាខាងលើយើងដាក់ម៉ានខាងក្រោមគឺយើងត្រូវដាក់ប៉ុណ្ណឹងដូចគ្នាគឺយើងអាចដាក់ខុសគ្នាបានទេបើដាក់ខុសគ្នាក៏វាអត់ឲ្យដែរបន្ទាប់ពីយើងដាក់ហើយយើងចុចបើកកន្លែងនេះមួយមកបងប្អូនចុចបើកវាមួយមកបាទនេះយើងចុចលើវាមួយមកវាបើកហើយយើងចុចពាក្យ next នៅផ្នែកខាងលើបាទពេលដែលយើងចុចហើយមកដល់ត្រង់នេះជាកន្លែងដែលយើងត្រូវដាក់ឈ្មោះចាំបងប្អូនធ្វើការដាក់ឈ្មោះរបស់បងប្អូនមកបាទខ្ញុំសូមធ្វើការដាក់ឈ្មោះអូខេហើយខាងក្រោមជាថ្ងៃខែឆ្នាំកំណើតអញ្ចឹងខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាដាក់ថ្ងៃខែឆ្នាំកំណើតពិតទៅដើម្បីពេលមានបញ្ហាយើងអាចដោះស្រាយបានបាទយើងផ្ទៀងមើលទៅហើយយើងចុចពាក្យ next បាទមកដល់ត្រង់នេះបងប្អូនឃើញ option ច្រើនដោយសារយើងរើសយកលើអញ្ចឹងយើងរើសយក none នេះមកបាទពេលយើងរើសយក none option វាបានបាត់ហើយបាទអញ្ចឹងកន្លែងនេះជាកន្លែងដែលយើងបំពេញភូមិឃុំរបស់បងប្អូនបងប្អូនអាចធ្វើការបំពេញភូមិឃុំរបស់បងប្អូនក៏បានដែរឲ្យតែបងប្អូនស្គាល់ postal code ប៉ុន្តែបើសិនជាបងប្អូនអត់ស្គាល់ទេបងប្អូនអាចធ្វើការបំពេញតាមខ្ញុំមកបាទគឺវាអត់មានបញ្ហាអីទេកន្លែងហ្នឹងអញ្ចឹងខ្ញុំបំពេញហើយគឺសម្រោងតកែវអញ្ចឹងទៅហើយអានេះយើងរើសយកតកែវដែរមកបាទនៅខាងក្រោមគេហើយកន្លែងនេះយើងដាក់ post code របស់យើង postal code ហ្នឹងបាទយើងធ្វើការដាក់វាហើយបាទយើងផ្ទៀងផ្ទាត់មើលទៅបាទថាត្រូវអស់នៅបើសិនជាត្រូវហើយយើងចុចពាក្យ next នៅផ្នែកខាងលើនេះមកបាទបន្ទាប់ពីយើងចុចពាក្យ next ហើយមកដល់ត្រង់នេះជាកន្លែងដែលយើងត្រូវដាក់លេខទូរស័ព្ទអញ្ចឹងកន្លែង1 2 3នេះយើងដាក់លេខទូរស័ព្ទក្បាលរបស់យើងមកបើ010យើងដាក់010មក096យើងដាក់096អញ្ចឹងណាហើយខាងបន្ទាប់នេះគឺយើងដាក់តគ្នាទៀតមកបាទហើយយើងចុចពាក្យ nextអូខេនៅពេលដែលយើងចុចពាក្យ next វានឹងផ្ញើសារលេខកូដមកកាន់លេខទូរស័ព្ទដៃរបស់យើងហ្នឹងហើយយើងគ្រាន់ធ្វើការរងចាំបន្តិចមកឥឡូវលេខកូដវាបានចូលមកយើងធ្វើការវាយយកតែម្ដងបាទអូខេពេលដែលយើងវាយចុចពាក្យ verify នៅផ្នែកខាងលើនេះបាទ
អូខេមកដល់ត្រង់នេះវានឹងផ្ញើសារលេខកូដទៅកាន់ email របស់យើងហ្នឹងហើយអញ្ចឹងបងប្អូនធ្វើការបើកមកកាន់បើយើងបើកមកកាន់ mail នេះគឺវាអត់ដំណើរការទេបើសិនជាវាអត់ដំណើរការអញ្ចឹងយើងបើកមកកាន់ Safari មកបន្ទាប់មកបងប្អូនធ្វើការវាយ Google បាទបើសិនជាបងប្អូនចូលមកដល់ Google បងប្អូនមិនបាច់វាយទេតែបើវាអត់ចូលដល់ទេបងប្អូន search ពាក្យ Gmail ចេះក៏បាន search ពាក្យ Google ក៏បានបាទគឺដូចតែគ្នាទេហើយខ្ញុំរើសយកពាក្យ Gmail បាទដើម្បីយើងធ្វើការ sign in account របស់យើងចូលដើម្បីទទួលលេខកូដណាអូខេអញ្ចឹងយើងធ្វើការវាយ email របស់យើងចូលមកអូខេអញ្ចឹងកន្លែង Google នេះយើងវាយតែប៉ុណ្្នឹងហើយចុចពាក្យ next ក៏វាឲ្យដែរបាទយើងចុចពាក្យ next មកអូខេកន្លែងនេះជាកន្លែងដែលយើងដាក់ password Gmail របស់យើងណាអញ្ចឹងយើងធ្វើការវាយ password Gmail របស់យើងចូលមកអូខេយើងវាយចូលមកបាទបន្ទាប់ពីយើងវាយចូលហើយយើងចុចពាក្យ next បាទអូខេហើយយើងរងចាំវាបន្តិចទៅបាទវាកំពុងនាំយើងទៅហើយបាទអូខេទៅហើយជាងកន្លែងនេះវារត់3 4សារបងប្អូនមើលទៅហើយបងប្អូនមិនបាច់ភ័យទេបើសិនជាវាមានបញ្ហាបែបហ្នឹងបាទឥឡូវវាចូលមកដល់ email ហើយបងប្អូនមើលខាងលើឃើញ Apple ហើយយើងចុចលើហ្នឹងទៅយើងនឹងឃើញលេខកូដវានេះបាទ22 14 29បាទយើងធ្វើការចុចបាទឥឡូវខ្ញុំចុចខុសខ្ញុំអូសអានេះចោលសិនកុំឲ្យទើសបាទយើងធ្វើការបើកមកកន្លែងយើងបង្កើត email វិញមកយើងវាយលេខនឹងចូលមក22 14 29អូខេយើងផ្ទៀងមើលសិនថាដូចគ្នានៅបាទបើដូចហើយយើងចុចពាក្យ verify នៅខាងលើនេះអូខេយើងធ្វើការចុចពាក្យ verify ហ្នឹងមកបាទហើយវាឲ្យយើងរងចាំបន្តិចបាទបន្ទាប់មកវានឹង sign in ទៅ iCloud ហើយជាងកន្លែងហ្នឹងក៏យើងបង្កើតទៅវាជាប់ iCloud ដែរតែបើសិនជាបងប្អូនអត់ចង់ជាប់ទេពេលដែលវា sign in ហើយអញ្ចឹងបងប្អូនចូលទៅកាន់ setting ហើយចុចពាក្យ sign out កន្លែង iCloud វិញទៅអានឹងវាជាការស្រេចហើយប៉ុន្តែបើសិនជាបងប្អូនបង្កើតប្រើរបស់ខ្លួនឯងចេះយើងទុកលេខកូដឲ្យតែស្រួលទៅឲ្យវាជាប់ iCloud បែបហ្នឹងក៏វាមានសារៈសំខាន់មួយយ៉ាងដែរបាទកន្លែងនេះបងប្អូនយកពាក្យ turn on ក៏បាន turn don't use ក៏បានដែរបាទអញ្ចឹងខ្ញុំយកពាក្យ don't use បាទអូខេខ្ញុំចុចកន្លែងហ្នឹងហើយខ្ញុំចុចពាក្យ continue មកបាទអញ្ចឹងយើងអាចចុចលើឈ្មោះយើងមើលបាទគឺ account យើងបានចូលមកហើយដើម្បីឲ្យបងប្អូនកាន់តែច្បាស់ថាតើយើងអាច download បានទេអត់អញ្ចឹងខ្ញុំនឹងសុំធ្វើការទៅលុប YouTube ចោលមួយបាទព្រោះ YouTube ប្រើឡើងកើតដោយសារវាទាមទារ update ណាអញ្ចឹងខ្ញុំធ្វើការលុប YouTube ចោលបាទបន្ទាប់មកខ្ញុំបើកទៅកាន់ App Store របស់យើងវិញហើយយើងចុចពាក្យ continue មកបាទបន្ទាប់មកយើង search ពាក្យ YouTube បាទដើម្បីយើង download YouTube សាកមើលចាំមើលតើយើង download បានអត់បាទយើងចុចពាក្យ get មកអូខេហើយយើងចុចពាក្យ install បាទកន្លែងនេះបងប្អូនធ្វើការវាយ password Apple ID របស់បងប្អូនមកបើសិនជាបងប្អូនដាក់ដូចលេខកូដ Gmail ដែរទេបងប្អូនវាយអញ្ចឹងមកបាទមានអក្សរធំអក្សរតូចហ្នឹងបាទយើងធ្វើការវាយហើយបងប្អូនចុចពាក្យ sign in បាទពេលយើងចុចពាក្យ sign in យើងរងចាំវាបន្តិចគឺវាលោតគ្រីសបែបនេះពេលវាលោតគ្រីសបែបនេះវាលោតផ្ទាំងមកមួយទៀតបងប្អូនយកខាងក្រោមបាទពេលដែលយើងយកខាងក្រោមហើយវាចាប់ផ្ដើមដើរហើយបាទអញ្ចឹងវាចាប់ផ្ដើមដើរនេះអញ្ចឹងខ្ញុំនឹងទៅធ្វើការ download កម្មវិធីមួយទៀតដើម្បីឲ្យយើងអាច save លេខកូដបានអញ្ចឹងនៅពេលដែលយើង download លេខបាទសំទោសនៅពេលដែលយើង download កម្មវិធី2វានឹងឲ្យយើង save លេខកូដទុកហើយអញ្ចឹងយើង download សារក្រោយទៀតយើងអត់ចាំបាច់វាយលេខកូដទេអញ្ចឹងមកដល់ត្រង់នេះបងប្អូនត្រូវវាយលេខកូដយើងម្ដងទៀតមកបាទយើងធ្វើការវាយលេខកូដមកបាទយើងវាយហើយចុចពាក្យ sign in ដូចមុនអញ្ចឹងពេលដែល sign in វាលោតគ្រីសបែបនេះតិចទៀតវាលោតពាក្យ save ឲ្យយើងហើយអញ្ចឹងបងប្អូនយកពាក្យ save មកបាទនេះនៅត្រង់នេះបាទយើងចុចពាក្យ save មកបាទហើយសម្រាប់វីដេអូយើងក៏មានប៉ុណ្្នឹងដែរបាទសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបង្កើតបានទាំងអស់គ្នាបាទដោយសារខ្ញុំបរៀនអត់សូវលឿនប៉ុន្មានទេខ្ញុំបរៀនយឺតមែនតើហើយបាទហើយជួបជាមួយខ្ញុំនៅវីដេអូក្រោយទៀតបាទ